ធានារ៉ាប់រងបានផ្ដល់សំណងឲ្យក្រុមគ្រួសារខ្ញុំពិតប្រាកដមានចំនួន$10000យកធ្វើផ្ទះធ្វើចេតិយធ្វើបន់100ថ្ងៃបើថាត្រឡប់ទៅវិញបានខ្ញុំនឹងចង់ទិញធានារ៉ាប់រងទៀតចេះណាខ្ញុំចង់ទិញកូនកន្លោះខ្ញុំអាសាគិតមនុស្សគិតល្អណាស់គិតដែលមានសៅម៉ងជាមួយញាតិណាទេទៅធ្វើការធម្មតាអត់ដែលមានប៉ះពាល់អីទេសុខភាពក៏មានកើតអីអត់មានកើតអីទេបងដេកម៉ោង11ម៉ោង12យប់ហ្នឹងតែប្តីខ្ញុំទេមកថាអាប៉ោឆក់ខ្សែភ្លើងហើយអត់ដឹងខ្លួនអត់ដឹងប្រាណទេអស់ជីវិតត្រឹមប៉ុណ្ណឹងឯងដល់ពេលចាស់ទៅនឹកឃើញកូនពេលកូនជូនទៅវត្តកូនជូនទៅហូបនេះហូបនោះនឹកឃើញកូនទាំងអស់វាមានអារម្មណ៍ថាបាត់បង់កូនមួយដូចជាបេះដូងខ្ញុំវាអត់សប្បាយបច្ចុប្បន្ននេះអត់មានជាពាក្យណាទេចាឧទាហរណ៍ថាបើអត់មានសំណងពី AIA ទេខ្ញុំក៏មិនមានអីធ្វើទេព្រោះដីខ្ញុំថាលក់វាអត់ដាច់ការទៀមទាសំណងរយៈពេលមួយអាទិត្យក៏ក្រុមហ៊ុនគេរៀបចំអោយមកគេអត់មានកុហកបោកប្រាស់យើងទេបានដូចក្តីបំណងសំណងដែលខ្ញុំទទួលបាននោះ$10000ក្រុមការងារ ANA លោកគ្រូអ្នកគ្រូកាត់ជួយខ្ញុំមកសួរសុខទុក្ខសំណង$10000នេះជួយសម្រាលទុកខ្ញុំបានច្រើនយកធ្វើផ្ទះធ្វើចេតិយធ្វើបន់100ថ្ងៃខ្ញុំអរណាស់រកអ្វីប្រៀបមិនបានទេកូនខ្ញុំទិញ AIA នេះបាន2ឆ្នាំជាងតែកម្រង$5000សម្រាប់ជីវិតគាត់វានិយាយថាទិញទៅមិនសមទុកគ្រាន់តែថាបើដល់10ឆ្នាំខ្ញុំនឹងបើកមកខ្ញុំនឹងយកប្រព័ន្ធឬត្រូវទិញឡានទិញអីដើម្បីប្រកបអាជីវកម្មរស់ស៊ីគាត់មានផែនការច្បាស់លាស់ខ្លួនគាត់ខ្ញុំជឿជាក់លើធានារ៉ាប់រងព្រោះខ្ញុំបានទិញមុនប្អូនខ្ញុំទៀតទោះបីតែធានារ៉ាប់រងខាងណាក៏ដោយក៏ខ្ញុំទុកចិត្តដែរអ្នកលក់ក៏ប្រាប់ហើយបាត់ពិសោធន៍ជាក់ស្ដែងក៏ខ្ញុំឃើញថាបើយើងមានបញ្ហាគេបងឲ្យយើងបើមិនអត់យើងមានបញ្ហាទេរយៈពេល10ឆ្នាំហ្នឹងគឺយើងបានលុយសំយើងមកវិញយើងចង់ធ្វើអីក៏បានដែរក៏មិនថារូបខ្ញុំមិនថារូបអ្នកណាទេយើងមើលថ្ងៃស្អែកអត់ឃើញទេកូនក្មួយក្រយនោះបើស្នាតែមានលទ្ធភាពក៏ទិញធានារ៉ាប់រងទុកសម្រាប់ខ្លួនយើងសម្រាប់អ្នកទីស្រឡាញ់នៅក្រយបើថាត្រឡប់ទៅវិញបានខ្ញុំនឹងចង់ទិញធានារ៉ាប់រងទៀតចេះណាខ្ញុំចង់ទិញធានារ៉ាប់រង AIA ខ្ញុំស្រឡាញ់ខ្លាំងពេញបេះដូង